ធ្វើការចាក់ស៊ីម៉ងតចូលក្នុងជ្រីរបស់យើងបាទទីប្រកបបាទបន្ទាប់ពីយើងអូសជ្រីខាងលើរួចរបស់យើងមកធ្វើការអូសជ្រីខាងក្រោមបាទអូសជ្រីសសរមូលរបស់យើងបាទនឹងបាទនេះគឺជាសកម្មភាពកំពុងអូសជ្រីបាទចឹងយើងធ្វើការអូសវាអញ្ចឹងវាស្អាតហើយនឹងលឿនចឹងយើងចាប់យើងយូរតែងារជ្រីគឺចំណាយពេលនឹងភាពរៀបរយបាទមានភាពស្មឹងស្មាតការងារជ្រីបានយើងធ្វើបានស្អាតបានសមរម្យបាទនិងលឿនហើយការងារជ្រីបើសម្រាប់អ្នកអត់ចេះវិញគឺចំណាយពេលយូរហើយវាអាចនឹងអត់សូវស្អាតបាទបន្ទាប់ពីយើងអូសជ្រីជើងសសរមូលរួចហើយខ្ញុំមកធ្វើការចាប់ជ្រីកន្លែងសសរជ្រុងមុខផ្ទះបាទហើយកន្លែងនេះធ្វើការចាប់វាដើម្បីយើងបោកបិទជ្រីមូលពីលើបន្ថែមទៀតបាទផ្ទះនេះគឺជ្រីច្រើនកว่าសមរបស់គេដែរបាទអញ្ចឹងបងប្អូនយើងចាំមើលពេលរួចគឺស្អាតយ៉ាងម៉េចដែរបាទបងប្អូនចាំតាមដានអស់បាទគឺការចាប់ជ្រីគឺវាចឹងឯងបាទចំណាយពេលបាទបន្ទាប់ពីយើងចាប់ជ្រីជ្រុងរួចបាទយើងធ្វើការចាប់ជ្រីមូលបន្ថែមពីលើមួយចិនទៅបាទអានេះទៅតាមម៉ូដតាម style ដែលម្ចាស់ផ្ទះគិតចង់បានបាទនឹងបាទយើងធ្វើការដាក់វាមកបាទអានេះគឺយើងបិទវាឲ្យជាប់ឲ្យវារឹងសិនបាទបន្ទាប់មកយើងនឹងធ្វើការអូសវាឲ្យត្រង់ឲ្យស្អាតស្មើគ្នាបាទអានេះយើងធ្វើការដាក់វាដំបូងឲ្យវារឹងវាជាប់សិនបាទយើងធ្វើការដាក់វាបណ្ដើមកឲ្យអស់សិនរួចចាំយើងធ្វើការសម្អាតធ្វើការកោសវាឲ្យស្អាតរលោងបាទចឹងបងប្អូនយើងចាំមើលនៅពេលដែលរួចវាស្អាតប៉ុណ្ណាបាទបងប្អូនយើងចឹងបងប្អូនចាំមើលនៅពេលដែលរួចគឺស្អាតប៉ុណ្ណាបាទនេះបាទមកផ្ទះពេលដែលរួចបាទបងប្អូនដែលបានទស្សនាវីដេអូនេះគឺសូមជួយ like share follow Facebook ខ្ញុំម្នាក់មួយផងបាទចឹងនេះបាទមកផ្ទះរបស់យើងជិតនឹងរួចបាទនេះខ្ញុំធ្វើការបិទការ៉ូថ្ងៃមុនផលមួយអាទិត្យបាទការ៉ូនេះរាំងបិទរាំងក្រាស់បន្តិចកម្រាស់ស៊ីម៉ងនៅជិតមួយតឹកមិនចឹងដល់ពេលដល់ក្រាស់ពេកទៅវាយើងបិទការ៉ូយូរបាទតែក៏អានេះគឺរួចហើយ 99% ហើយបាទអានេះខាងពងធំបាទបងប្អូនមើលម៉ូដផ្ទះបាទស្អាតអត់បាទបងប្អូនដែលបានទស្សនាវីដេអូនេះជួយ like ជួយ share follow Facebook ខ្ញុំផងបាទខ្ញុំសូមប៉ុណ្ណឹងបាទអត់ហើយបើគិតថាម៉ូដផ្ទះនេះស្អាតបងប្អូនជួយ comment អូខេម្នាក់មួយផងបាទអានេះក្នុងបង្គន់គេកំពុងតែធ្វើការចាក់កន្លែងលាងមុខលុបមុខលាងដៃនេះបាទគេដាក់ភ្លើងហើយកន្លែងនេះយើងកំពុងបិទបួរចិញ្ចៀងមកតើនេះក្នុងបង្គន់ក្នុងបន្ទប់ដេក2បង្គន់2បន្ទប់ទទួលគ្នា1បាទនេះបាទហើយគឺខាងកំពុងធំអានេះគឺម្ចាស់ផ្ទះគិត design ខ្លួនឯងហើយឲ្យយើងធ្វើបាទគិតចង់បាននេះកំពុងតផ្ទះបាយខាងក្រោយនេះចាស់បាទអានឹងម្ចាស់ផ្ទះគិតធ្វើខ្លួនឯងបាទអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទ